chặt dân việc khóc nét đói xa ấy đói xa sở lạnh rư ọt và căn rư ọt thấy nhé thế bất bỏ ông sầm đây lần chứ bà trai tha để vấy để chia bà trai ở priêm sau cao tục nâng pru tay sẽ cái đấy đó sở lạnh nâng ai sở lạnh cho chuẩn bị nâng con sẽ đáp có ọt ban pichana trời ấy con tự dồn này không có tha bỏ ông dẹp đây bà đã hiện thà chẳng á mau từ bốn che sập pe che phai cúm sẽ đáp hỏi trên từ vinh bọc cút đào ọt phai cúm này và thay vì sao mà nãy cô đâm dây đây tam bứt cái ban sốc cái ban sờ bài mau pin bia là bỏ chi sờ lạnh đó á bậc miền là bỏ chi sờ lạnh mấy ban sờ bài con nức hơi à kia để con tạ tinh tớt mùi côn con được nhom có phong tạ tinh tớt mùi sự chiết chẳng con nức hơi à cái lạnh nâng thằng ơi con sờ bài ơi con ri riแต่គាត់មិនបានឃើញថាអាតទីងទៅនឹងឯងវាជាបច្ច័យឲ្យគាត់យំនៅពេលដែលបែកអារបស់តទីងទៅហ្នឹងវាអត់យល់អញ្ចឹងណាពាក្យកើតពីបច្ច័យមួយម៉ាត់ហ្នឹងសឹងតែក្តោបធោព្រះអង្គមកចប់តែមកបាទដូចជាពេលដែលសារីបុត្រជួបព្រះអសិជិដំបងហើយចង់សួរថាតើព្រះគ្រូរបស់អ្នកសាស្តារបស់អ្នកនឹងបរៀនយ៉ាងម៉េចខ្លះតែព្រះអសិជិលោកថាលោកចេះដោយចំណែកប៉ុណ្ណោះមិនពឹសស្ដាទេហ្នឹងហើយអញ្ចឹងលោកដាក់សរុបខ្លឹមមកថាយេធម្មេហេតុបភវេអញ្ចឹងណាធัวទាំងឡាយហ្នឹងមានហេតុមានបច្ច័យហ្នឹងទៅកើតឡើងអញ្ចឹងបើយើងនិយាយពីសង្កតធัวទាំងអស់មួយម៉ាត់ហ្នឹងគឺចប់មក3ដកតែហ្មងចប់អលិញតែហ្មងមកសង្កតធัวទាំងអស់ហ្នឹងធัวដែលកើតពីបច្ច័យអានឹងយើងអាចបញ្យល់ទៅតាមលក្ខណៈសភាវៈធัวនឹងទៅតាមសេចក្តីពិតប៉ុន្តែមួយចំណុចដែលថាយើងនិយាយធ្វើម៉េចកុំឲ្យគេច្រឡំហ្នឹងអានឹងវាហួសវិស័យដែលយើងអាចធ្វើបានព្រោះអ្នកច្រឡំហ្នឹងគាត់ចាំតែច្រឡំអញ្ចឹងណាទោះបីព្រះសំដីលោកច្បាស់ចេះក៏នៅតែស្ដាប់ច្រឡំដែរវាបំរុងច្រឡំវាមានបច្ច័យឲ្យច្រឡំទៀតអាហ្នឹងបាទអាធ្វើច្រឡំហ្នឹងក៏មានបច្ច័យឲ្យធ្វើច្រឡំដែរបាទហ្នឹងហើយដូចឧទាហរណ៍សំបីតែព្រះសម្មាសម្ពុទ្ធអញ្ចឹងនៅក្នុងសាសនាព្រហ្មចរិយធម៌នេះយើងដឹងថាកម្ពូលមនុស្សដែលយល់ពីច្បាប់ធម្មជាតិហ្នឹងគឺព្រះសម្មាសម្ពុទ្ធដែរដែលព្រះអង្គស្គាល់កាលស្គាល់បុគ្គលដឹងពាក្យត្រូវសម្ដែងហ្នឹងគឺព្រះសម្មាសម្ពុទ្ធដែរដែលព្រះអង្គជាប្រសាស្ត្រាជាកម្ពូលប៉ុន្តែក៏នៅតែមនុស្សខ្លះហ្នឹងស្ដាប់ព្រះអង្គអត់យល់ដែរមិនត្រឹមតែមិនយល់ទេយល់ច្រឡំទៀតឧទាហរណ៍ព្រះអង្គសម្ដែងឡើងត្រង់ព្រិញពេលដែលព្រាហ្មណ៍ម្នាក់គាត់មានកូនម្នាក់ទៅតែស្លាប់គាត់ទៅតែយកទៅបូជារួចហើយទឹកមកគាត់សពប់សពូនកើតទុកគិតថាទៅជួបពុទ្ធខៃលោកបានព្រះអង្គជួយយ៉ាងម៉េចកុំឲ្យវាកើតទុកពេកណាដល់ទៅជួបព្រះអង្គសួរថាមនាលព្រាហ្មណ៍ហេតុអីបានជាអ្នកមានឥន្ទ្រីមិនស្រស់បោះទឹកមុខសពប់សពូនអញ្ចឹងហើយគាត់ក៏ឆ្លើយតាមរឿងរបស់គាត់ទៅថាបើពិតប្រកោដំដល់ចម្រើនតើឲ្យខ្ញុំនេះមានឥន្ទ្រីស្រស់បោះស្រស់ស្រាយយ៉ាងម៉េចបើកូនជាទីស្រឡាញ់របស់ខ្ញុំហ្នឹងទៅតែស្លាប់ឃើញទេអញ្ចឹងកូនគាត់ហ្នឹងក៏ជាបច្ច័យមួយដោយអារម្មណ៍បច្ច័យឃើញទេហ្នឹងហើយមួយទៀតអាការជាប់ជាពាក់ផ្ទាល់របស់គាត់ហ្នឹងអាស្រឡាញ់ជាប់ជាពាក់របស់គាត់ហ្នឹងដែលធ្វើឲ្យកើតទុក្ខអញ្ចឹងព្រះអង្គប្រាប់ពីការពិតថាត្រូវឲ្យព្រាហ្មណ៍តាមពិតសេចក្តីសោកសេចក្តីខ្សឹកខ្សួលទុក្ខទោមនោះវាកើតតែពីអ្វីដែលយើងស្រឡាញ់ហ្នឹងកើតតែព្រោះសេចក្តីស្រឡាញ់ហ្នឹងឯងគាត់ក្តោបនៃអត់បានណាតាមពិតពុទ្ធព្រះអង្គសម្ដែងត្រង់ព្រិញមែនទេត្រង់ភ្លឹងបើអត់ស្រឡាញ់មានអីកើតទុក្ខឥឡូវមើលសង្គ្រាមនៅណាអ៊ីរ៉ាក់អ៊ឺរ៉ង់ហើយនឹងអ៊ីស្រាអែលស្លាប់អីតែកូនយើងអត់នៅនឹងអាបោះអញនឹងវាអត់នៅនឹងឃើញទេគ្រាន់តែលឺគ្រាន់តែចង់ដឹងវាមិនហើយតែប៉ុណ្្នឹងឯងនៅអីយូក្រែនហើយនឹងរុស្ស៊ីក៏នៅតែស្លាប់ទៅស្លាប់មកដែរប៉ុន្តែសារមានកូនជាទីស្រឡាញ់របស់យើងមួយនៅនឹងមើលហើយហ៎ជ្រួលច្បល់សួរថាតើមនុស្សដែលស្លាប់នោះហើយកូនយើងបើនិយាយពីខណ្ឌមានលើសគ្នាទេអត់ទេមានបញ្ចខណ្ឌដូចគ្នាភ័យដូចគ្នាត្រូវគ្រាប់ឈឺដូចគ្នាហើយបើត្រូវខ្លាំងស្លាប់ដូចគ្នា
ប៉ុន្តែចិត្តយើងវាខុសគ្នាដោយសារអីដោយសារស្រឡាញ់ឬអត់ប្រកាន់ឬអត់ឃើញទេទេពិតព្រះអង្គសម្ដែងឡើងច្បាស់ចែសថាដែលអ្វីដែលជាបច្ច័យឲ្យព្រាមសោយសោកកើតទុកនឹងព្រោះតែសេចក្តីស្រឡាញ់នឹងឯងស្រឡាញ់ជាប់ជាពាក់នឹងគាត់ស្ដាប់ក៏អត់បានពិចារណាត្រូវទេគាត់ទៅយល់នៃខុសគាត់ថាព្រះអង្គនិយាយផ្ដេសផ្ដាស់ហ៊ានថាអញ្ចឹងណាមកដំបងចេះសាពះចេះថ្វាយអង្គមស្ដាប់ហើយចេញទៅវិញបោះគូដើរអត់ថ្វាយអង្គមទេគាត់ថាព្រះសមណៈគោដំនិយាយផ្ដេសផ្ដាស់តាមពិតគេបានសុខគេបានសុបាយមកពីមានរបស់ជាទីស្រឡាញ់ហ្នឹងណាបើគ្មានរបស់ជាទីស្រឡាញ់មិនបានសុបាយគាត់នឹកឃើញអាគ្រាដែលគាត់តាក់ទីងតើតមួយកូនគាត់ឬខ្ញុំកំពុងតាក់ទីងតើតមួយសុជាតិអញ្ចឹងគាត់នឹកឃើញអាកន្លែងហ្នឹងថាឲ្យគាត់សុបាយឲ្យគាត់រីករាយតែគាត់មិនបានឃើញថាអាតាក់ទីងតើតនឹងឯងវាជាបច្ច័យឲ្យគាត់យំនៅពេលដែលបែកអារបស់តាក់ទីងតើតហ្នឹងវាអត់យល់អញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងធម៌ដែលកើតពីហេតុហ្នឹងអាចបញ្យល់បានដោយលោកម្ចាស់បានសម្ដែងបែងមិញហ្នឹងថាដូចជាសោតវិញ្ញាណដែលអាចកើតបានអាស្រ័យដោយមានសោតប្រសាទមានសត្វទារម្មមានភាពញ័រតាមអាកាសហើយនឹងស្អីទៀតមានមនសិការៈអីបច្ច័យយើងនិយាយបានប៉ុន្តែយល់ខុសឬយល់ច្រឡំវាអត់អាចទៅកំងថាគេត្រូវតែយល់ត្រូវគេត្រូវតែយល់ខុសទេអញ្ចឹងបានដើម្បីឲ្យបាននៅសមាធិដ្ឋិវាត្រូវប្រកបដោយអង្គពីរទី1ត្រូវមានទុនខ្លួនឯងជាយោនិសោមនសិការៈឧទាហរណ៍ដូចរបស់ពីរនេះចឹងខ្ញុំលើកឧទាហរណ៍របស់នេះវាទល់តែមានធាតុផ្សំពីរបានវាឆក់គ្នាបានឆក់គ្នាអត់ជាប់ទេឃើញទេបើវាអត់មានអាធាតុឆក់មួយទៀតទេអានេះស្រូបមិនក៏ដោយក៏ឆក់អត់ជាប់ធូននេះល្អយ៉ាងណាក៏ដោយល្អសម្រាប់តែអ្នកមានសទ្ធាទេមានទួធាតុខាងក្នុងគឺយោនិសោមនសិការៈមានសទ្ធាដាំដោះមកដែលហៅថាឧបនិស្ស័យអញ្ចឹងស្ដាប់តែបន្តិចក៏យល់ដែរចាំបានទេណាបាទសូមអនុមោទនាបាទ